ចាតោះមានពុកម៉ែបងប្អូនណាខ្លះដែលពេញនិយមជាមួយនឹងស្លម្ជូរគ្រឿងសាច់គោឬក៏ចាគ្រឿងក្នុងគោចាដែលមានរសជាតិឈ្ងុយឆ្ងាញ់ចាសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះនាងខ្ញុំមានកិត្តិយសចង់មកបង្ហាញអំពីការស្លម្ជូរអណ្ដាតគោដែលមានរសជាតិឈ្ងុយឆ្ងាញ់ចាអញ្ចឹងដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ដែលមានធុំក្លិនគោទេចឹងយើងយកអណ្ដាតគោមកពិសាចាអណ្ដាតគោរបស់នាងខ្ញុំមានចំនួនប្រហែលជា1គីឡូចាអញ្ចឹងយើងលាងសម្អាតវាជាមួយទឹកស្អាតយើងចំនួន3ទៅ4ទឹកចាច្បាច់ជាមួយអំបិលហើយបានស្អាតហើយយើងដាំទឹកក្តៅស្រុះវាចាស្រុះវាយើងដាក់គល់ស្ក្រៃរំដេងចាស្លឹកក្រូចសើចរំងាស់វាចោលចំនួន5នាទីចាបន្ទាប់មកយើងស្រង់ដាក់ជាមួយទឹកត្រជាក់យើងកោសសម្អាតវាចាយើងកោសសម្អាតវាឲ្យបានស្អាតបែបនេះបងប្អូនចាសម្អាតវាឲ្យបានស្អាតហើយយើងយកវាលាងសម្អាតឲ្យស្អាតទៀតហើយយើងហាន់វាជាបន្ទះពេលដែលយើងហាន់ជាបន្ទះបានស្អាតសពគ្រប់បែបយ៉ាងហើយយើងយកវាដាក់ខ្ទះរំលីងចាពេលដែលរំលីងហ្នឹងបងប្អូនកុំភ្លេចដាក់បន្ដេងបន្តិចឬក៏ស្លឹកក្រូចសើចបន្តិចចារំលីងឲ្យវាបាត់អាទឹកព្រៃទឹកឆ្អាបរបស់វាហ្នឹងណាចារំលីងឲ្យវាស្ងួតតតែស្ងួតចាស្ងួតហើយយើងយកមកដាក់មួយឡែកយើងបុកគ្រឿងចាយើងស្លម្ជូរទៅជាពិសេសពេលដែលយើងចារំលីងនេះឲ្យស្ងួតបែបដូចនឹងខ្ញុំយើងបុកគ្រឿងចាជើងបំពងជាមួយខ្ទឹមសចាជាមួយនឹងប្រហុករបស់យើងប្រហុកខ្មែរយើងណាចាឲ្យឈ្ងុយហើយចាំយើងដាក់គ្រឿងចូលឲ្យឈ្ងុយហើយដាក់គ្រឿងចូលហើយយើងដាក់ចាសាច់គោចូលចាអណ្ដាតគោដែលយើងបានសម្អាតស្អាតសពគ្រប់បែបយ៉ាងណាចាយើងដាក់ចូលទៅរំលីងដាក់គ្រឿងក្រើស្ករប៊ីចេងអំបិលចាដុំស៊ុបកុំភ្លេចដុំស៊ុបខ្នុរចាព្រោះវាជួយបង្កើនរសជាតិបន្ទាប់មកទៀតយើងដាក់ម្ងាស់វាបែបនេះហើយខ្ញុំប្រើអំបិលខ្ចីចាអំបិលខ្ចីវាមានរសជាតិឈ្ងុយឆ្ងាញ់ជាងអាទុំដោយសារវាមានចង់និយាយថារសជាតិជូរដុតណាចាខ្ញុំចូលចិត្តអំបិលខ្ចីជាងអំបិលទុំចាអញ្ចឹងមានរសជាតិឈ្ងុយឆ្ងាញ់ហើយ